ជំរាបសួរទូរទស្សនិកជនជាទីមេត្រីនេះគឺជាកម្មវិធីបណ្ដាញខ្មែរតែមួយ One Khmer Network ផ្សាយប្រចាំសប្តាហ៍ចេញពីប្រទេសកម្ពុជាខ្ញុំបាទចម្រើននេះសូមជូនមេតិការព័ត៌មានសំខាន់ដែលបានកើតឡើងនៅក្នុងសប្តាហ៍នេះមេដឹកនាំកម្ពុជាចិនធ្វើទស្សនកិច្ចនៅកម្ពុជាមេដឹកនាំសង្គ្រោះជាតិរកព្រះរាជអន្តរាគមន៍លើកលែងទោសដែលចូលសែនអំពាវនាវប្រជាពលរដ្ឋក្រៅស្រុកធ្វើសាកសីអំពីការអភិវឌ្ឍជាតិទូរទស្សនិកជនលោកប្រធានាធិបតីចិនស៊ីជីនពីងបានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋចំនួន2ថ្ងៃនៅក្នុងប្រទេសកម្ពុជានិងមានការចុះហត្ថលេខាលើឯកសារយ៉ាងហោចណាស់ចំនួន28នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងចំណោមឯកសារទាំង28នោះក្រសួងធនធានទឹកបានទទួលជំនួយជាង$100 លានពីរដ្ឋាភិបាលក្រុងប៉េកាំងសារព័ត៌មានចិនស៊ីនហួរបានសរសេរថាទស្សនកិច្ចរបស់លោកស៊ីជីនពីងមកកាន់ប្រទេសកម្ពុជានេះគឺដើម្បីជំរុញឲ្យកាន់តែស៊ីជម្រៅនៅកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនិងបង្កើនទំនាក់ទំនងនៅក្នុងតំបន់អំពីការផ្ដួចផ្ដើមគំនិតវិថីសូត្ររបស់ប្រទេសចិនសេចក្តីរាយការណ៍បានបញ្ជាក់បន្ថែមទៀតថាដែនទឹករបស់កម្ពុជាគឺជាទីតាំងគន្លឹះសំខាន់មួយដែលភ្ជាប់រវាងលោកខាងកើតជាមួយនឹងលោកខាងលិចលោកស៊ីជីនពីងបានអញ្ជើញមកដល់កម្ពុជានៅម៉ោង 12 កន្លះថ្ងៃត្រង់ថ្ងៃទី 13 តុលាក្រោមការស្វាគមន៍អបអរសាទរតាមផ្លូវពីប្រជាពលរដ្ឋជាង 5,000 នាក់សម្ដេចតេជោហ៊ុនសែនបានសរសេរនៅក្នុង Facebook ចាប់ទុកដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិននាពេលនេះថាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការពង្រឹងនិងពង្រីកមិត្តភាពនិងសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរកម្ពុជាចិនជាបងប្អូនលោកប្រធានាធិបតីចិនស៊ីជីនពីងបានអញ្ជើញចូលគាល់ព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងក្រាបបង្គំគាល់សម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរនៅក្នុងព្រះបរមរាជវាំងនៅរសៀលថ្ងៃទី 13 តុលាលោកស៊ីជីនពីងបានជួបសន្ទនាពិភាក្សាការងារជាមួយនឹងសម្ដេចតេជោនាយករដ្ឋមន្ត្រីនិងជាអធិបតីរួមគ្នាក្នុងការចុះហត្ថលេខាលើឯកសារផ្លូវការចំនួន28នៅវិមានសន្តិភាពកម្ពុជាមានគោលដៅពង្រឹងទំហំពាណិជ្ជកម្មរវាងចិននៅឆ្នាំ 2017 ឲ្យបាន$5,000 លានអាមេរិកសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថាកម្ពុជានឹងអាចសម្រេចនៅទំហំពាណិជ្ជកម្មដ៏ធំនេះបានដោយសារតែកាលពីឆ្នាំ 2015 ទំហំពាណិជ្ជកម្មរវាងចិននិងកម្ពុជាមានទំហំលើសពី$4,000 លានរួចទៅហើយដំណើរទស្សនកិច្ចមកកម្ពុជារវាងពីថ្ងៃទី 13 ដល់ថ្ងៃទី 14 តុលាគឺជាដំណើរទស្សនកិច្ចនៃប្រទេសទី1ដែលមេដឹកនាំកំពូលនៃប្រទេសចិនចាប់ផ្ដើមធ្វើដំណើរទស្សនកិច្ចនៅតំបន់អាស៊ីក្រោយដំណើរពីកម្ពុជាប្រធានាធិបតីចិននឹងធ្វើដំណើរទៅកាន់ប្រទេសបង់ក្លាដេសនិងបន្តដំណើរទៅកាន់ប្រទេសឥណ្ឌាថែមទៀតដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូល BRICS ដែលរួមមានប្រទេសប្រេស៊ីលរុស្ស៊ីឥណ្ឌាចិននិងអាមេរិកខាងត្បូងផងដែរលោកស្រីទូរទស្សនិកជនសម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនបានមានប្រសាសន៍អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរនៅក្រៅស្រុកធ្វើសាកសីពីការអភិវឌ្ឍជាតិបច្ចុប្បន្នគ្រាដែលក្រុមគណៈបកប្រឆាំងបន្តវាយប្រហារផ្សាយព័ត៌មានមិនពិតអំពីកម្ពុជា Facebook របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែននៅថ្ងៃទី 12 តុលាបានអញ្ជើញខ្មែរនៅក្រៅប្រទេសទាំងអស់ធ្វើដំណើរមកលេងកម្ពុជាដើម្បីពិនិត្យឲ្យឃើញជាក់ស្ដែងនៅស្ថានភាពរីកចម្រើននិងការអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្នប្រសាសន៍អំពាវនាវដែលធ្វើឡើងតាមទំព័រ Facebook បានប្រព្រឹត្តទៅទន្ទឹមនឹងការឃោសនារបស់មេដឹកនាំគណៈបក្សសង្គ្រោះជាតិលោកសំរងស៊ីបាននិយាយចោទប្រកាន់នៅក្រៅប្រទេសថាកម្ពុជាធ្វើការអភិវឌ្ឍคล้ายៗនិងបន្តចោទថាកម្ពុជានៅក្នុងរបបដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្នបានធ្វើឲ្យប្រទេសជាតិក្រីក្រ Facebook របស់សម្ដេចនៅថ្ងៃទី 12 តុលាបានសរសេរក្នុងសម្ដីដកស្រង់យ៉ាងនេះថាសូមអញ្ជើញបងប្អូនខ្មែរជាពិសេសលោកតាលោកយាយដែលបានទៅរស់នៅបរទេសជាយូរឆ្នាំមកហើយបានស្ដាប់ត្រឹមតែការឃោសនាអកុសលមិនពិតរបស់ជនអកតេមួយចំនួនសូមបងប្អូនមកលេងស្រុកទេសយើង
គឺពិតជាបានឃើញសមិទ្ធផលជាតិជាច្រើនដែលបានកើតឡើងដោយការខិតខំកសាងស្ថាបនារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី Facebook របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកសូមឈប់ជឿការនិយាយមិនពិតអំពីកម្ពុជានិងសម្ដេចបានថ្លែងចំអកទៅកាន់ក្រុមអ្នកឃោសនាអកុសលទាំងនោះថាបានត្រឹមតែធ្វើការឃោសនានិយាយគ្មានការពិតដែលគ្មានប្រយោជន៍អ្វីដល់ប្រទេសជាតិឡើយសូមជម្រាបថាសម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនគឺជាមេដឹកនាំម្នាក់របស់កម្ពុជាដែលបានធ្វើឲ្យប្រទេសអស់សង្គ្រាមស៊ីវិលទាំងស្រុងនៅចុងឆ្នាំ1998ជាមេដឹកនាំតែមួយគត់ដែលបានបំបត្តិតំបន់អបគមនិងបានប្រមូលគណៈបកនយោបាយដែលឆ្លោះប្រកែកគ្នាឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលក្រោមដំបូលរដ្ឋធម្មនុញ្ញនិងក្រោមម្លប់នៃព្រះមហាក្សត្រជាទីគោរពសក្ការៈទូរទស្សនិកជនគណៈបក្សសង្គ្រោះជាតិនៅក្នុងសប្តាហ៍នេះបានធ្វើការបត់បែននយោបាយក្រោយសន្យាមុននិដ្ឋាននឹងចូលប្រជុំរដ្ឋសភាគណៈបក្សសង្គ្រោះជាតិបានចោទថាមានការគំរាមនយោបាយដែលជាលេសមិនចូលរួមក្នុងកិច្ចប្រជុំរដ្ឋសភាពេញអង្គកាលពីថ្ងៃទី7 តុលាសម្ដេចតេជោសែនបានមានប្រសាសន៍ថារដ្ឋសភាមិនមែនជាចំណាប់ខ្មាំងរបស់ក្រុមណាមួយនោះទេសម្ដេចតេជោសែនបានថ្លែងបញ្ជាក់ថាទោះមាន់មិនរងាវក៏ព្រះអាទិត្យនៅតែរះដែរសូមស្ដាប់សេចក្តីរាយការណ៍ដែលមានដូចតទៅគណៈបកសង្គ្រោះជាតិបានប្រើលេសចោទប្រកាន់ការគំរាមកំហែងនយោបាយទៀតហើយក្នុងការមិនចូលរួមកិច្ចប្រជុំសភាពេញអង្គរដ្ឋសភានៅថ្ងៃទី7 តុលាការមិនចូលរួមនេះគឺជាភាពបត់បែននយោបាយមួយយ៉ាងលឿនក្នុងរយៈពេលច្រើនម៉ោងក្រោយការចុះឈ្មោះរបស់ប្រធានស្ដីទីគណៈបកសង្គ្រោះជាតិក្នុងបញ្ជីថ្មីបោះឆ្នោតក្រុមអ្នករិះគន់បាននិយាយថានេះគឺជាល្បិចបន្តដើម្បីធ្វើឲ្យសាធារណមតិមើលឃើញថាគណៈបកសង្គ្រោះជាតិបានរងការគៀបសង្កត់នយោបាយនៅមុនដំណាក់កាលបោះឆ្នោតនិងអ្វីដែលគណៈបកសង្គ្រោះជាតិចង់បង្ហាញថាដំណើរការលទ្ធិប្រជាធិបតេយ្យកាន់តែចុះខ្សោយមន្ត្រីគណៈបកសង្គ្រោះជាតិលោកយឹមសុវណ្ណបាននិយាយជុំវិញមូលហេតុនៃការមិនចូលរួមកិច្ចប្រជុំសភាពេញអង្គថ្ងៃទី7 តុលានោះព័ត៌មានចុងក្រោយដែលយើងបានទទួលពីប្រភពដែលអាចជឿជាក់បានឃើញថាមានការគំរាមកំហែងទៅលើតំណាងរាស្ត្រថ្នាក់ដឹកនាំរបស់គណៈបកសង្គ្រោះជាតិអញ្ចឹងបានជាយើងធ្វើការប្រម៉ែប្រមូលព័ត៌មាននេះមិញយើងជួបជុំគ្នាយើងធ្វើសេចក្តីសម្រេចរួមគ្នាថាតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិទាំងអស់នឹងមិនទៅចូលរួមប្រជុំនៅថ្ងៃនេះទេការដកខ្លួនមិនចូលរួមប្រជុំពេញអង្គនៅក្នុងរដ្ឋសភាបានប្រព្រឹត្តទៅគ្រាដែលសកម្មជនគណៈបកសង្គ្រោះជាតិរស់នៅក្នុងប្រទេសអូស្ត្រាលីបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចកូនប្រុសច្បងនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនដែលបានចូលរួមប្រជុំសភាពេញអង្គនៅថ្ងៃទី7 តុលាបានមានប្រសាសន៍ក្នុង Facebook ថារដ្ឋសភាមិនមែនជាចំណាត់ខ្មាំងរបស់ក្រុមណាមួយនោះទេសម្ដេចតេជោសែនបានថ្លែងថាទោះមាន់មិនរងាវក៏ព្រះអាទិត្យនៅតែរះជាដដែលនៅក្នុងកិច្ចប្រជុំសភាពេញអង្គនៅថ្ងៃទី7 តុលាសប្តាហ៍នេះគឺជាការបើកបវេសនការរដ្ឋសភាសម័យប្រជុំរដ្ឋសភាលើកទី7នីតិកាលទី5សាររបស់ព្រះមហាក្សត្រនៃប្រទេសកម្ពុជាត្រូវបានគេអាននៅចំពោះមុខសមាជិកសភាចូលរួមចំនួន67នាក់ក្រោមអធិបតីរបស់សម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាសាររបស់ព្រះមហាក្សត្របានកោតសរសើរនិងថ្លែងអំណរគុណសម្ដេចប្រធានរដ្ឋសភាហេងសំរិននិងសារបានរំលេចការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបានដឹកនាំរាជរដ្ឋាភិបាលប្រកបដោយភាពរឹងមាំកសាងសេដ្ឋកិច្ចសង្គមដើម្បីឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រនិងបញ្ហាប្រឈមទាំងឡាយរបស់ប្រទេសជាតិសាររបស់ព្រះមហាក្សត្របានបង្ហាញក្តីសង្ឃឹមចំពោះរដ្ឋសភាក្នុងការជួយប្រឹងប្រែងលើកតម្កើងជីវភាពប្រជាជនការរំពឹងសង្ឃឹមនិងកោតសរសើរលើសមាជិកទាំងអស់និងគណៈកម្មការទាំង10រដ្ឋសភាដែលជាម្ចាស់ឆ្នោតធ្វើសកម្មភាពបម្រើប្រជាពលរដ្ឋផ្ដួចផ្ដើមធ្វើច្បាប់អនុម័តច្បាប់និងពិនិត្យការអនុវត្តច្បាប់និងការជួយដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋផងដែរកិច្ចប្រជុំសភាពេញអង្គនៅថ្ងៃទី7 តុលាសប្តាហ៍នេះបានផ្ដោតលើបញ្ហាចំនួន6ចំណុចដទៃទៀតរួមមានរបាយការណ៍សកម្មភាពរដ្ឋសភា
ការបោះឆ្នោតទុកចិត្តសវនករនិងអគ្គសវនការរងចំនួន3រូបការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់នានាដោយដែលបានកំណត់ក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភាបណ្ដាញខ្មែរតែមួយពីរាជធានីភ្នំពេញមន្ត្រីអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជាបានហៅការមិនចូលប្រជុំរដ្ឋសភារបស់គណៈបក្សសង្គ្រោះជាតិគឺជាអំពើក្បត់ម្ដងហើយម្ដងទៀតនិងជាចរិតនិងជាវប្បធម៌អាក្រក់របស់គណៈបក្សសង្គ្រោះជាតិប្រសាសន៍របស់មន្ត្រីអ្នកនាំពាក្យលោកផៃស៊ីផានបានធ្វើឡើងក្រោយមានការសាកសួរពីក្រុមអ្នកកាសែតនានានៅថ្ងៃទី7 តុលាសប្តាហ៍នេះលោកផៃស៊ីផានបានថ្លែងថាអ្វីដែលគណៈបក្សសង្គ្រោះជាតិតែងតែនិយាយថាយកប្រយោជន៍ជាតិជាធំនោះគឺជាការភូតភរដោយបានបោះបង់កាតព្វកិច្ចរបស់ខ្លួនដែលជាអ្នកតំណាងរាស្ត្រនៃលទ្ធិប្រជាធិបតេយ្យយកសកម្មភាពប្រឆាំងឧទាមនិយមជាទិសដៅនៃអំណាចផ្ទាល់ខ្លួនមន្ត្រីអ្នកនាំពាក្យដដែលបានថ្លែងថាការមិនចូលប្រជុំសភាគឺជាការសម្ដែងឆាកល្ខោនដើម្បីឲ្យសាធារណមតិឃើញថាកម្ពុជាមានវិបត្តិនយោបាយឬកម្ដៅនយោបាយនៅក្នុងការផ្ដល់ឱកាសឲ្យបរទេសចូលមកជ្រៀតជ្រែកដែនអធិបតេយ្យជាតិនិងមោទនភាពជាតិមន្ត្រីអ្នកនាំពាក្យដដែលបានថ្លែងថាក្រោយគណៈបក្សសង្គ្រោះជាតិបានថ្លែងបង្ហាញនៅអំពើក្បត់ម្ដងហើយម្ដងទៀតមិនគោរពសន្យាចូលរួមកិច្ចប្រជុំរដ្ឋសភានេះគណៈបក្សសង្គ្រោះជាតិនៅតែបន្តការរៀបចំចលនាបាតកម្មប្រឆាំងនឹងរដ្ឋាភិបាលក៏ដូចជាការប្រឆាំងសម្ដេចនាយករដ្ឋមន្ត្រីនិងក្រុមគ្រួសាររបស់សម្ដេចផងដែរអ្នកនាំពាក្យក៏បានលើកឡើងនៅការរៀបចំការធ្វើបាតកម្មនៅក្រៅប្រទេសប្រឆាំងនឹងវត្តមានរបស់កូនប្រុសច្បងសម្ដេចនាយករដ្ឋមន្ត្រីគឺលោកហ៊ុនម៉ាណែតនៅក្នុងប្រទេសអូស្ត្រាលីផងដែរដំណើរទស្សនកិច្ចរបស់កូនប្រុសច្បងនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាតាមសហគមន៍ខ្មែរប្រទេសអូស្ត្រាលីបានរងនឹងការស្វាគមន៍ផងនិងការរារាំងប្រឆាំងបាតកម្មផងដំណើរទស្សនកិច្ចរបស់លោកហ៊ុនម៉ាណែតនិងក្រុមយុវជនគណៈបកប្រជាជនកម្ពុជាបានចាប់ផ្ដើមធ្វើការពីថ្ងៃ7 តុលាតើដំណើរទស្សនកិច្ចបានទទួលលទ្ធផលអ្វីខ្លះសូមស្ដាប់សេចក្តីរាយការណ៍ភាពរីករាយនៃការជួបជុំគ្នារវាងខ្មែរក្នុងសហគមន៍នៅអូស្ត្រាលីមិនមែនជារឿងធម្មតាដែលកើតមានរាល់ថ្ងៃនោះទេភាពរីករាយនេះបានធ្វើឡើងក្រោយពីពលរដ្ឋក្នុងសហគមន៍ខ្មែរក្នុងប្រទេសអូស្ត្រាលីបាននាំគ្នាជួបជុំស្វាគមន៍ចំពោះគណៈប្រតិភូក្រុមយុវជនមកពីប្រទេសកម្ពុជាដឹកនាំដោយកូនប្រុសច្បងសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនខ្ញុំមានអារម្មណ៍សប្បាយរីករាយព្រោះថាមកបានជួបជាមួយនឹងប្រជាជនខ្មែរក៏ដូចជាសិស្សនិស្សិតដែលមករៀននៅទីនេះហើយថាបង្កើតភាពស្និទ្ធស្នាលជាមួយពួកគាត់ហើយក៏ដូចថាសួរសុខទុក្ខគ្នាទៅវិញទៅមកដោយថាយើងសប្បាយបានជួបជុំជាមួយនឹងបងប្អូនយើងដែលមកពីស្រុកខ្មែរដូចគ្នាហើយក៏ដូចជាអ្នកដែលរស់នៅនេះយូរហើយក៏ដោយដូចថាផ្លាស់ប្ដូរយោបល់គ្នាតែត្រូវធ្វើម៉េចដូចថាខិតខំប្រឹងរៀនហើយធ្វើម៉េចដើម្បីឲ្យខ្លួនឯងល្អឬក៏មិនអញ្ចឹងណាបងហើយអាចចង់មានកម្មវិធីជួបជុំមហាគ្រួសារខ្មែរយើងញឹកញាប់ទេចាខ្ញុំសង្ឃឹមថាវានឹងមានរាល់ឆ្នាំព្រោះថាបានជួបគ្នារាល់ឆ្នាំចឹងទៅយើងសួរសុខទុក្ខគ្នាទៅវិញទៅមកចឹងណាបើមិនជាអត់ជួបមួយរវល់រៀនរវល់ធ្វើការគឺអត់មានពេលបានជួបគ្នាអញ្ចឹងឯងមិនណាត់គ្នាក៏ថាវាជាប់ធ្វើការអញ្ចឹងណាវាអត់មានពេលដែលថាបានជួបគ្នាបើគាត់មកចឹងទៅគាត់មានដាក់ថ្ងៃមួយចឹងយើងអាចមកជួបគ្នាបានព្រោះមកនេះដូចថាចង់ដឹងថាការអភិវឌ្ឍនៅស្រុកខ្មែរម៉េចចង់ដឹងថាបងមានប្រសាសន៍ថាយ៉ាងម៉េចហើយក៏ចង់ជួបដូចនិយាយពីមុនមកចឹងគឺចង់ជួបមិត្តនិស្សិតនិងបងប្អូនជាជនខ្មែរពួកខ្ញុំប្រជាពលរដ្ឋដូចជារូបខ្ញុំនិងប្រជាពលរដ្ឋជាច្រើនទៀតគាត់សប្បាយចិត្តរីករាយណាស់បាទមានការគ្រប់គ្រងជាច្រើនបាទសម្រាប់រូបខ្ញុំក៏ដូចជាពលរដ្ឋទាំងអស់ដែលរស់នៅទឹកដីស៊ីដនីទឹកដីអូស្ត្រាលីទាំងមូលគឺចង់ឲ្យគាត់គឺអញ្ជើញឲ្យដំបណ្ឌិតហ៊ុនម៉ាណែតមកទឹកដីអូស្ត្រាលីជាញឹកញាប់បាទជាស្ដែងថ្ងៃនេះមកប្រហែល100នាក់ដូចជាង600នាក់បាទជាង600នាក់ជិត700នាក់តាមគឺជាក់ស្ដែងចារីករាយបំផុតចាអ៊ំចាអើយពីព្រោះខ្ញុំចូលចិត្តចាចូលចិត្តចាហើយជាពិសេសដូចថាយើងជាខ្មែរចាយើងស្រឡាញ់គ្នាចាតទៅទីណាក៏ដោយតែមានខ្មែរគឺសប្បាយចិត្ត
ភាពជួបជុំរីករាយនៅក្នុងសហគមន៍ខ្មែរក្នុងប្រទេសអូស្ត្រាលីនេះហើយបានបង្កការក្តៅក្រហាយចំពោះក្រុមគណៈបកប្រឆាំងនៅក្រៅស្រុកក្រុមប្រឆាំងនៅក្រៅស្រុកគឺជាក្រុមដែលទទួលឥទ្ធិពលពីគណៈបកសង្គ្រោះជាតិដែលកំពុងអនុវត្តនយោបាយចោទប្រកាន់យួនឈ្លានពាននិងនយោបាយចោទថារដ្ឋាភិបាលក្នុងស្រុកជាអាយ៉ងយួននិងចោទថារាជរដ្ឋាភិបាលជាចោរអំពើប្រមាថនេះបាននាំឲ្យបរទេសនៅក្រៅស្រុកមើលងាយកម្ពុជានិងយ៉ាងហោចសមាជិកសភាអូស្ត្រាលីនៃរដ្ឋវីកតូរីយ៉ាសញ្ជាតិខ្មែរម្នាក់ឈ្មោះលោកហុងលឹមក៏បានចោទរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាថាជារបបដេរឆានទៀតផងក្នុងដំណើរទស្សនកិច្ចនៅអូស្ត្រាលីនោះក្រុមប្រឆាំងដែលមាននិន្នាការគណៈបកសង្គ្រោះជាតិបានធ្វើបាតកម្មប្រឆាំងដំណើរទស្សនកិច្ចលោកហ៊ុនម៉ាណែតនិងបានប្រើពាក្យប្រមាថថាពលរដ្ឋខ្មែរនានាដែលទៅស្វាគមន៍លោកហ៊ុនម៉ាណែតនិងគណៈប្រតិភូគឺជាខ្មោចស៊ីប៉ែខ្ញុំសូមលើកស្នាពីបងប្អូនថាកាលណាមានឡានខ្មោចស៊ីប៉ែចូលមកយើងចែកឲ្យខ្មោចនេះខ្មោចស៊ីប៉ែខ្មោចស៊ីប៉ែខ្មោចស៊ីប៉ែក្រុមបាតុកម្មដឹកនាំដោយលោកហុងលឹមនេះបានលើកគ្នារាប់សិបនាក់ពង្រាយនៅពីមុខកន្លែងជួបជុំស្វាគមន៍លោកហ៊ុនម៉ាណែតក្នុងការប៉ុនប៉ងគម្រាមពលរដ្ឋអ្នកស្វាគមន៍មិនឲ្យចូលរួមនោះទេពលរដ្ឋណាដែលហ៊ានបើកឡានចូលកន្លែងស្វាគមន៍ត្រូវក្រុមប្រឆាំងទាំងនោះស្រែកជេរប្រមាថជាមួយនឹងពាក្យអសុរោះនិងគ្មានសិលធម៌ប៉ុន្តែសកម្មភាពអសិលធម៌និងសម្ដីគំរាមដោយក្រុមប្រឆាំងទាំងនេះបានធ្វើឲ្យពលរដ្ឋក្នុងសហគមន៍បានប្រតិកម្មដោយការរិះគន់ទៅវិញយើងជាខ្មែរទាំងអស់គ្នាមិនគួរនឹងមានចិត្តចង្អៀតសម្រាប់ខ្មែរគ្នាឯងទេចាខ្ញុំគិតថាពួកអ្នកដែលធ្វើគឺតែចង់ឈ្នះចង់ចាញ់ប្រឆាំងនឹងគេដូចថាមនុស្សមិនចេះដូចថាយល់ពីសន្តានចិត្តខ្មែរគ្នាឯងអញ្ចឹងចាអ្នកដែលនិយាយថាមិនស្វាគមន៍គឺពីអត់ពិតទេជាការពិតគឺគេស្វាគមន៍ 100% មានតែមួយក្តាប់តូចតែគេមិនស្វាគមន៍ទីមួយខ្ញុំចង់និយាយថាជាសិទ្ធិរបស់គេប៉ុន្តែការធ្វើបែបនេះគឺគ្រាន់តែធ្វើឲ្យញុះញង់ដល់ប្រជាពលរដ្ឋដែលរស់នៅទីនេះគឺកាន់តែឆ្លោះគ្នាបាទមិនសមទេដែលសម្រាប់កំណត់ខ្ញុំផ្ទាល់គឺមិនសមបាទមិនសមការទៅធ្វើបែបនេះព្រោះថាខ្មែរយើងតែមួយទោះបីរស់នៅទីណាក៏ដោយយើងរស់នៅក្រោមមេឃតែមួយយើងត្រូវចេះស្រឡាញ់គ្នាប្រសិនបើគាត់មិនសប្បាយចិត្តត្រង់ណាគឺយើងធ្វើលិខិតស្នើសុំយើងណាត់ជួបចរចាគ្នានៅលើតុបាទព័ត៌មានជាច្រើនតែគណៈបព្វប្រឆាំងគឺតែងតែបំពង់ព័ត៌មានជាដាច់ខាតជានិច្ចជារ៉ាប់បងមិនដែលយកព័ត៌មានមកនិយាយការពិតទេអានេះខ្ញុំតាមដានសង្កេតមើលជាយូរណាស់មកហើយលោកហ៊ុនម៉ាណែតនិងក្រុមការងារយុវជនបានចាកចេញពីកម្ពុជាកាលពីល្ងាចថ្ងៃទី6តុលាក្នុងដំណើរបំពេញទស្សនកិច្ចនៅក្រៅប្រទេសរយៈពេល13ថ្ងៃដំណើរទស្សនកិច្ចនៅអូស្ត្រាលីនាពេលនេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចសាកសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរនិងអ្នកគាំទ្រនៅក្រៅប្រទេសដើម្បីបង្ហាញចំណងស្អិតរមួតរវាងខ្មែរក្នុងស្រុកនិងខ្មែរនៅក្រៅស្រុកក្នុងប្រទេសអូស្ត្រាលីក្រៅពីបានជួបជាមួយនឹងខ្មែរក្នុងសហគមន៍លោកហ៊ុនម៉ាណែតនិងក្រុមយុវជនបានជួបសំណេះសំណាលជាមួយក្រុមនិស្សិតខ្មែរក្រុមពាណិជ្ជករខ្មែរនិងបរទេសនិងបានអំពាវនាវរកការជួយបណ្ដាក់ទុនក្នុងប្រទេសការធ្វើពិធីបញ្ចូលអ្នកគាំទ្របកចំនួន400នាក់និងការជួបសម្ដែងការគួសមជាមួយសមាជិកសភាអូស្ត្រាលីនិងមន្ត្រីអូស្ត្រាលីដោយបានបង្ហាញបំណងអំពីដំណើរទស្សនកិច្ចនិងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរដំណើរទស្សនកិច្ចនៅអូស្ត្រាលីនឹងបញ្ចប់នៅថ្ងៃទី14តុលានិងបន្តទៅកាន់ប្រទេសញូហ្សេឡង់ថែមទៀតបណ្ដាញខ្មែរតែមួយពីរាជធានីភ្នំពេញក្រុមយុវជនបានធ្វើការរិះគន់ចំពោះការសរសេរព័ត៌មានរបស់វិទ្យុអាស៊ីសេរីដែលបានបំភ្លឺព័ត៌មានសម្ដីប្រធានប្រសិទ្ធិនៃរដ្ឋវិកតូរីប្រទេសអូស្ត្រាលីនៅក្នុងពេលថ្លែងសន្ទរកថានៅក្នុងពេលចូលរួមពិធីជប់លៀងស្វាគមន៍កូនប្រុសច្បងសម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាលោក Bruce Atkinson បានថ្លែងក្នុងពិធីជប់លៀងស្វាគមន៍កាលពីរាត្រីថ្ងៃទី7តុលាបញ្ជាក់ថាថ្ងៃនេះមានមនុស្សដែលនៅបន្តរិះគន់រដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជាហើយក្នុងនាមជាអ្នកនយោបាយរបស់រដ្ឋលោកមិនគាំទ្រភាគីណានោះឡើយលោកថាកម្ពុជាមិនមែនជាប្រទេសរបស់ខ្ញុំដូច្នេះលោកមិនមានមតិយោបល់អំពីប្រទេសកម្ពុជាទេប៉ុន្តែសម្ដីនេះត្រូវបានអាស៊ីសេរីជាភាសាខ្មែរបានបកប្រែបំភ្លឺថា
សូមគុំច្រឡំថាការដែលលោកចូលរួមជាមួយលោកហ៊ុនម៉ាណែតនោះជាការបញ្ជាក់ថាលោកគ្រប់គ្រងសកម្មភាពឬគោលនយោបាយរបស់អ្នកអញ្ជើញនោះឲ្យសោះអាស៊ីសេរីផ្សាយបំភ្លឺពីសម្ដីប្រធានព្រឹទ្ធសភានៃរដ្ឋវិកតូរីថាការចូលរួមនោះគឺដើម្បីឆ្លៀតឱកាសបញ្ជូនសារទៅកាន់រដ្ឋាភិបាលភ្នំពេញឲ្យគោរពសិទ្ធិមនុស្សនិងច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវទៀតនេះគឺជាប្រសាសន៍ដកស្រង់ផ្នែកសម្ដីរបស់លោក Bruce Atkinson ដែលបានថ្លែងជាភាសាអង់គ្លេសវេលារាត្រីថ្ងៃទី7 តុលាឆ្នាំ 2016 Today there are people who continue to criticise the government in Cambodia. And as a state politician, I would not take sides. Cambodia is not my country, and I would not have opinions in that respect. ក្រុមយុវជនបានចោទថាវិទ្យុអាស៊ីសេរីគឺជាវិទ្យុដែលមិនប្រកាន់វិជ្ជាជីវៈត្រឹមត្រូវនិងធ្វើការផ្សាយឃោសនាតែងប្រើភាសាបំភ្លឺបន្ថែមជារៀងរាល់ដងនិងការផ្សាយបំភ្លឺនេះហើយដែលកម្ពុជាឆ្លុះប្រកែកគ្នានិងបានធ្វើឲ្យសាធារណមតិយល់ខុសអំពីទស្សនៈបរទេសចំពោះកម្ពុជាផងដែរលោកអ្នកនាងកំពុងតែតាមដានកម្មវិធីបណ្ដាញខ្មែរតែមួយផ្សាយប្រចាំសប្តាហ៍ចេញពីប្រទេសកម្ពុជាក្រុមហ៊ុនមួយរបស់ចិនបានចុះកិច្ចសន្យាជាមួយក្រសួងពាណិជ្ជកម្មដើម្បីនាំយកអង្ករយ៉ាងហោចណាស់20,000 តោនរបស់កម្ពុជាចេញទៅលក់នៅទីផ្សាររបស់ប្រទេសចិនការចុះកិច្ចសន្យានាំអង្ករកម្ពុជាចេញទៅលក់នេះបានធ្វើឡើងមុនដំណើរទស្សនកិច្ចប្រធានាធិបតីចិនលោកស៊ីជីនពីងមកកម្ពុជាការចុះហត្ថលេខានៅថ្ងៃទី11 តុលាសប្តាហ៍នេះបានធ្វើឡើងក្រោយក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំមួយជាមួយក្រុមហ៊ុនពាណិជ្ជកម្មសហព័ន្ធស្រូវអង្ករកម្ពុជានិងក្រុមហ៊ុន Cofoco នៃសាធារណរដ្ឋប្រជាមានិតចិនអនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មលោកសុកសុភ័ក្រប្រធានសហព័ន្ធស្រូវអង្ករលោកសុកពុទ្ធិវុឌ្ឍនិងអនុប្រធានក្រុមហ៊ុន Cofoco លោកស្រីយ៉ាងហុងមន្ត្រីទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតចិននៅកម្ពុជាលោកលីអាននិងពាណិជ្ជករពាក់ព័ន្ធដទៃទៀតក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនោះផងដែរកិច្ចប្រជុំបានពិភាក្សាលើការធ្វើពាណិជ្ជកម្មផលិតផលអង្កររវាងកម្ពុជានិងចិនសម្រាប់ឆ្នាំ 2016-2017 កិច្ចប្រជុំក៏បានពិភាក្សានិងសម្រេចផងដែរលើការធ្វើអនុសារណៈយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្មនិងក្រុមហ៊ុន Cofoco ស្ដីពីការធ្វើពាណិជ្ជកម្មអង្ករអនុសារណៈនោះត្រូវបានគេពិពណ៌នាថានឹងជំរះផ្លូវសម្រាប់ធ្វើការនាំចេញអង្កររបស់កម្ពុជាប្រមាណ 20,000 តោនទៅប្រទេសចិនចំនួនមនុស្សចុះឈ្មោះនៅក្នុងបញ្ជីថ្មីបោះឆ្នោតក្នុងរយៈពេល42ថ្ងៃមកនេះបានចំនួន 55% ហើយសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថាចំនួនអ្នកចុះឈ្មោះបោះឆ្នោត 5,351,135 នាក់នេះគឺស្មើនឹង 55 កដកសញ្ញា 40% ក្នុងចំណោមមនុស្សគ្រប់អាយុជាង 9,600,000 នាក់នៅទូទាំងប្រទេសកម្ពុជាការចុះឈ្មោះលើបញ្ជីបោះឆ្នោតថ្មីនឹងត្រូវបញ្ចប់នៅថ្ងៃទី 29 វិច្ឆិកាដែលនៅសល់រយៈពេល48ថ្ងៃខាងមុខទៀតជនជាតិវៀតណាមចំនួន35នាក់ត្រូវបានសមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួនរយៈពេល2ថ្ងៃសង្ស័យលួចស្នាក់នៅនិងធ្វើការខុសច្បាប់នៅក្នុងប្រទេសកម្ពុជាការឃាត់ខ្លួនជនជាតិវៀតណាមចំនួន35នាក់បានធ្វើឡើងរយៈពេល2ថ្ងៃគឺថ្ងៃទី11និង12 តុលានៅក្នុងរាជធានីភ្នំពេញការឃាត់ខ្លួនជនជាតិវៀតណាមនៅថ្ងៃទី11 តុលាដែលមានចំនួន25នាក់បានធ្វើនៅសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវរាជធានីភ្នំពេញចំណែកឯការឃាត់ខ្លួននៅថ្ងៃទី12 តុលាបានចំនួន10នាក់នៅភូមិព្រះពន្លាសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថានៅក្នុងរយៈពេល9ខែដើមឆ្នាំ 2016 នេះកម្ពុជាបានបណ្ដេញជនបរទេសខុសច្បាប់ចេញពីប្រទេសកម្ពុជាចំនួន 2,800 នាក់មាន33សញ្ជាតិដោយឡែកតាំងពីឆ្នាំ 2014 មកកម្ពុជាបានបណ្ដេញជនបរទេសពីប្រទេសកម្ពុជាបានជាង 11,000 នាក់មាន68សញ្ជាតិ
លោកនាងទើបនឹងបានទស្សនាសេចក្តីរាយការណ៍ព័ត៌មានសរុបប្រចាំសប្តាហ៍ជាបន្តទៅទៀតនេះគឺជាសេចក្តីរាយការណ៍នានាដទៃទៀតពីប្រទេសកម្ពុជាទូរទស្សនិកជនមេដឹកនាំគណៈបកសង្គ្រោះជាតិលោកសំរងស៊ីនិងលោកកឹមសុខាបានធ្វើលិខិតមួយថ្វាយព្រះមហាក្សត្រដើម្បីរកព្រះរាជអន្តរាគមន៍លើកលែងទោសនឹងបុគ្គលមួយចំនួនផ្សេងទៀតព្រះមហាក្សត្របានធ្វើព្រះរាជសារមួយទៅសម្ដេចតេជោនាយករដ្ឋមន្ត្រីដើម្បីពិនិត្យនិងសម្ដេចតេជោនាយករដ្ឋមន្ត្រីបានធ្វើលិខិតមួយថ្វាយព្រះករុណាវិញសម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថាករណីលោកសំរងស៊ីលោកកឹមសុខានិងករណីបុគ្គលផ្សេងទៀតគឺជារឿងអនុវត្តច្បាប់សុទ្ធសាធនិងជាកិច្ចការរបស់តុលាការព្រះមហាក្សត្របានមានព្រះបន្ទូលថ្លែងអំណរគុណនិងកោតសរសើរសម្ដេចតេជោនាយករដ្ឋមន្ត្រីចំពោះការបកស្រាយបំភ្លឺថ្វាយព្រះអង្គវិញសូមអញ្ជើញស្ដាប់សេចក្តីរាយការណ៍សម្ដេចតេជោសែននាយករដ្ឋមន្ត្រីបានទូលថ្វាយព្រះមហាក្សត្រកម្ពុជាថាទោសទណ្ឌរបស់ថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិលោកសំរងស៊ីលោកកឹមសុខានិងបុគ្គលដទៃទៀតនោះគឺជារឿងអនុវត្តច្បាប់សុទ្ធសាធនិងជាកិច្ចការរបស់តុលាការសាររបស់សម្ដេចតេជោសែនទូលថ្វាយព្រះករុណាព្រះមហាក្សត្រគឺបន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រីបានទទួលសារពីព្រះមហាក្សត្រដើម្បីឲ្យត្រួតពិនិត្យការស្នើតាមលិខិតរួមរបស់លោកសំរងស៊ីនិងលោកកឹមសុខាចុះថ្ងៃទី8តុលាឆ្នាំ2016លិខិតមេដឹកនាំទាំងពីររបស់គណៈបកសង្គ្រោះជាតិបានសរសេររកព្រះរាជអន្តរាគមន៍ពីព្រះអង្គដើម្បីរកការលើកលែងទោសនិងទម្លាក់ចោលការចោទប្រកាន់ចំពោះបុគ្គលមួយចំនួនរួមទាំងសកម្មជននយោបាយនិងមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិដែលកំពុងស្ថិតក្នុងពន្ធនាគារនិងរងការចោទប្រកាន់ពីតុលាការលិខិតមេដឹកនាំសង្គ្រោះជាតិថ្វាយព្រះមហាក្សត្រមិនបានប្រើភាសាដោយដែលបានធ្លាប់និយាយចោទថារងអំពើអយុត្តិធម៌នោះទេសារស្រាយបំភ្លឺរបស់សម្ដេចនាយករដ្ឋមន្ត្រីថ្វាយព្រះមហាក្សត្របានសរសេរថាលោកសំរងស៊ីត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ2ឆ្នាំនិងពិន័យជាប្រាក់ចំនួន8លានរៀលតាមអំណាចសាលក្រមព្រហ្មទណ្ឌ89ចចុះថ្ងៃទី13ខែតុលាឆ្នាំ2011របស់សាលាដំបងរាជធានីភ្នំពេញនិងសាលដីកាព្រហ្មទណ្ឌលេខ17ក្រ5បចុះថ្ងៃទី12ខែមីនាឆ្នាំ2013របស់សាលាឧទ្ធរសម្ដេចនាយករដ្ឋមន្ត្រីបានសរសេរថាយោងតាមច្បាប់នៃប្រជាណាចក្រកម្ពុជាអាជ្ញាធរមានសមត្ថកិច្ចមានតួនាទីនិងភារកិច្ចក្នុងការអនុវត្តតាមការសម្រេចនានារបស់តុលាការដោយអនុវត្តទៅតាមនីតិវិធីជាធរមានសម្ដេចបានទូលតាមលិខិតដដែលថាអัยការអមសាលាដំបងរាជធានីភ្នំពេញដែលជាស្ថាប័នទទួលបន្ទុកអនុវត្តលើសេចក្តីសម្រេចព្រហ្មទណ្ឌបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនកាលពីថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2015ប៉ុន្តែលោកសំរងស៊ីបានរត់គេចពីការតាមស្វែងរកចាប់ខ្លួនរបស់តុលាការដោយមិនទទួលខុសត្រូវចំពោះអំពើខុសច្បាប់របស់ខ្លួនសម្ដេចបានសរសេរទៀតថាលោកសំរងស៊ីក៏កំពុងជាប់ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌមួយចំនួនទៀតដែលស្ថិតក្នុងសមត្ថកិច្ចនៃតុលាការផងដែរសម្ដេចបានទូលថ្វាយព្រះមហាក្សត្រទៀតថាចំណែកឯលោកកឹមសុខាត្រូវបានចោទប្រកាន់ពីបទបដិសេធក្នុងការចូលខ្លួនតាមមាត្រា538នៃក្រមព្រហ្មទណ្ឌនៃប្រជាណាចក្រកម្ពុជាហើយត្រូវបានសាលាដំបងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល5ខែនិងពិន័យជាប្រាក់ចំនួន8សែនរៀលសម្ដេចតេជោសែនបានសរសេរថ្វាយព្រះមហាក្សត្រថាករណីលោកកឹមសុខាតាមរយៈមេធាវីរបស់ខ្លួនបានសម្រេចប្តឹងសាលាឧទ្ធររួចហើយដែរដែលនេះបានបង្ហាញអំពីការប្រើសិទ្ធិក្នុងការការពារខ្លួនតាមផ្លូវច្បាប់ដោយរួមទាំងសិទ្ធិក្នុងការប្តឹងតវ៉ាទៅតុលាការជាន់ខ្ពស់ក្នុងករណីដែលមិនសុខចិត្តចំពោះការសម្រេចនានារបស់តុលាការជាន់ទាបហើយដែលសិទ្ធិទាំងនេះត្រូវបានធានាការពារដោយក្រមនីតិវិធីព្រហ្មទណ្ឌនៃប្រជាណាចក្រកម្ពុជាជាពិសេសធានាដោយមាត្រា38កថាខណ្ឌទី7នៃរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាដែលចែងថាជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការសម្ដេចតេជោសែនបញ្ជាក់ថាយោងតាមមាត្រា128ថ្មីនិងមាត្រា130ថ្មីនៃរដ្ឋធម្មនុញ្ញរបស់ប្រជាណាចក្រកម្ពុជាអំណាចតុលាការជាអំណាចឯករាជ្យហើយគ្មានអង្គការណាមួយនៃអំណាចនីតិបញ្ញត្តិឬនីតិប្រតិបត្តិអាចទទួលអំណាចតុលាការអ្វីបានឡើយសម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាអ្នកប្រព្រឹត្តខុសច្បាប់
ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដែលនេះគឺជារឿងធម្មតារបស់សង្គមនីតិរដ្ឋនិងស្របតាមរដ្ឋធម្មនុញ្ញសម្ដេចតេជោសែននៅក្នុងសារបានទូលថាមាត្រា52វាក្ខខណ្ឌទី2នៃរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាបានចែងថារាជរដ្ឋាភិបាលកម្ពុជាត្រូវការពារនិច្ចានិកូលភាពធានាសណ្ដាប់ធ្នាប់និងសន្តិសុខសាធារណៈសម្ដេចតេជោសែនក្នុងប្រសាសន៍ចុងក្រោយថ្វាយព្រះមហាក្សត្របានសរសេរថាសម្ដេចមានជំនឿមុតមាំថាការពង្រឹងនិងការលើកកម្ពស់នីតិរដ្ឋតាមរយៈការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវម៉ឺងម៉ាត់និងមានប្រសិទ្ធភាពគឺជាការចាំបាច់និងជាកត្តាគន្លឹះដើម្បីជួយឲ្យប្រទេសជាតិមានរបៀបរៀបរយស្ថិរភាពនិងសន្តិសុខជាពិសេសជួយឲ្យលទ្ធិប្រជាធិបតេយ្យសេរីពហុបករបស់កម្ពុជាមានកិច្ចដំណើរការទៅមុខប្រកបដោយចីរភាពព្រះករុណាព្រះមហាក្សត្រក្នុងព្រះរាជសារតបថ្ងៃទី12តុលាបានមានព្រះរាជបន្ទូលថ្លែងអំណរគុណនិងកោតសរសើរការបកស្រាយរបស់សម្ដេចតេជោសែនជុំវិញបញ្ហារបស់លោកសំរងស៊ីនិងលោកកឹមសុខានេះបណ្ដាញខ្មែរតែមួយពីរាជធានីភ្នំពេញទូរទស្សនិកជនជាបន្តទៅទីនេះគឺជាខ្សែភាពយន្តប្រវត្តិសាស្ត្រនៃយុទ្ធសាស្ត្រ David បំបត្តិចលនាឧទាមខ្មែរក្រហមនិងបំបត្តិសង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជានៅក្នុងភេទទី8សប្តាហ៍នេះលោកអ្នកនាងនឹងបានជ្រាបអំពីការប្រើប្រាស់យុទ្ធសាស្ត្រ David នៃវិធីឃោសនាចិត្តសាស្ត្រវាយលុកស្មារតីកម្លាំងខ្មែរក្រហមប្រដាប់អាវុធការចាញ់សង្គ្រាមនៅភ្នំវល្លិខេត្តកំពតបានធ្វើឲ្យរង្គោះរង្គើស្មារតីក្រុមខ្មែរក្រហមនៅភាគពីយប់ហេតុដូចនេះហើយកម្លាំងទាហានរដ្ឋាភិបាលបានបំបែមុខព្រួញទៅកាន់មូលដ្ឋានខ្មែរក្រហមនៅភាគពីយប់ភ្លាមតើមានអ្វីកើតឡើងថែមទៀតសូមទស្សនាខ្សែភាពយន្តប្រវត្តិសាស្ត្រនៃការធ្វើឲ្យអស់សង្គ្រាមស៊ីវិលនៅកម្ពុជាតាមរយៈយុទ្ធសាស្ត្រ David នៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោសែនដូចតទៅពេលនោះសង្គ្រាមនឹងការអូទាញបានងាកទៅកាន់ខេត្តភៀកពីយប់ដែលជាទីប្រមូលផ្ដុំរបស់មេខ្មែរក្រហមគេបានដឹងថាគេមិនអាចគ្រប់គ្រងទឹកដីប៉ៃលិនដែលមានលោកអៀងសេរីនិងលោកអ៊ីឈៀនជាអ្នកបញ្ជាធំនៅទីនោះបានទេបើមូលដ្ឋានម៉ាឡៃមូលដ្ឋានភ្នំព្រឹកនិងសំឡូតដែលជាមូលដ្ឋាននៅស្លាបឆ្វេងស្ដាំទាំងឡាយនោះមិនអាចបង្ក្រាបបានទេការវាយដណ្ដើមយកមូលដ្ឋានប៉ៃលិនដោយមិនអាចបង្ក្រាបមូលដ្ឋានខ្មែរក្រហមនៅម៉ាឡៃភ្នំព្រឹកនិងសំឡូតបានគឺបានធ្វើឲ្យទាហានរាជរដ្ឋាភិបាលស្លាប់ចំនួនជាង 1000 នាក់និងទាហានជិត 3000 នាក់ទៀតរងរបួសដោយសារតែការវាយរុញច្រានគ្នាទៅវិញទៅមកហើយសូម្បីតែមេបញ្ជាការខ្មែរម្នាក់ដែលពូកែប្រយុទ្ធឈ្មោះលោកអិនស៊ីដារ៉េក៏ត្រូវបានបាត់បង់ជីវិតនៅភាគពីយប់នៃប្រទេសនោះផងដែរម្យ៉ាងទៀតសោកគន្លឹះធំមួយទៀតដែលគេមិនទាន់អាចធ្វើបានគឺការត្រូវជជែកជាមួយនឹងមេទាហានថៃថែមទៀតពីព្រោះមេទាហានថៃតាមទល់ដែរនោះគឺជាក្រុមទទួលលាភសក្ការៈពីមេបញ្ជាការខ្មែរក្រហមដែលរកស៊ីចំនួនឈើចំនួនត្បូងហើយដែលខាងទាហានថៃនៅពេលនោះគឺត្រូវគេមើលឃើញថាជាក្រុមការពារផលប្រយោជន៍ឲ្យក្រុមខ្មែរក្រហមអ្នកអនុវត្តយុទ្ធសាស្ត្រ David របស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនបាននិយាយថាដើម្បីបង្ក្រាបចលនាខ្មែរក្រហមនៅភាគពីយប់នោះបានគឺគេបានចាប់ដើមរកវិធីយកតំបន់ម៉ាឡៃនោះជាមុនសិនតំបន់ម៉ាឡៃគឺមានមេបញ្ជាការខ្មែរក្រហមម្នាក់ឈ្មោះលោកសុកភាពជាអ្នកគ្រប់គ្រងនៅខែមិថុនាឆ្នាំ1996លោកឧត្តមសេនីយ៍ប៉ុលសរឿននិងសហការីរបស់លោកគឺលោកឧត្តមសេនីយ៍ស៊ូកឹមសុននិងលោកឧត្តមសេនីយ៍កែវពុងបានទទួលបញ្ជាឲ្យធ្វើដំណើរទៅកាន់ប្រទេសថៃដើម្បីរកលទ្ធភាពតាក់ទងជាមួយនឹងមេបញ្ជាការខ្មែរក្រហមនានាចំនួននោះនាយករដ្ឋមន្ត្រីគ្រប់គ្រងប្រទេសថៃគឺលោកឆាវលីតយងឆាយុទ្ធដែលជាមនុស្សស្និទ្ធស្នាលនឹងសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនលោកឧត្តមសេនីយ៍ស៊ូកឹមសុនដែលជាមនុស្សមានកលល្បិចក្នុងការធ្វើកលយុគលោកបានមានប្រសាសន៍ថា
យុទ្ធសាស្ត្រដើម្បីបំបែកខ្មែរក្រហមនៅពេលនោះគឺត្រូវតែតាក់ទងជាមួយនឹងមេខ្មែរក្រហមណាម្នាក់ថ្នាក់កណ្ដាលនោះសិនដូច្នេះនៅឆ្នាំ 1996 នោះមន្ត្រីយោធាទាំង3ដែលអនុវត្តយុទ្ធសាស្ត្រ defeat របស់សម្ដេចតេជោក៏បានធ្វើដំណើរទៅកោះកុងហើយពីខេត្តកោះកុងទៅប្រទេសថៃពួកគេត្រូវឆ្លងកាត់ខេត្តត្រាតនៃប្រទេសថៃនោះទៀតដំណើរចូលឡើងនៅក្នុងប្រទេសថៃបានធ្វើតាមរយៈនរកស៊ីជាហូបថៃហើយក្រោយមកគេក៏បានជួបតាក់ទងនឹងមន្ត្រីខ្មែរក្រហមម្នាក់ឈ្មោះលោកអុកណងនៅពេលធ្វើដំណើរទៅកាន់ខេត្តត្រាតនោះលោកអុកណងគឺជាអតីតអ្នកកាន់ហិរញ្ញវត្ថុម្នាក់របស់លោកនួនជាការជួបលោកអុកណងនោះបានគឺអាស្រ័យទៅលើការជួយពីទាហានថៃម្នាក់ដែលមានឋានៈជាវរៈសេនីយ៍ឯកឈ្មោះលោកវិន័យតូរសាតាមពិតទៅឈ្មោះអុកណងនិងលោកកែពុងគឺជាមិត្តចាស់នឹងគ្នាផងនោះដែរលោកអុកណងបានសន្យាថានឹងជួយជាពិសេសនៅនឹងតំបន់សំឡូតកន្លែងដែលលោកនួនជាបោះទីតាំងមូលដ្ឋានប៉ុន្តែនៅពេលជួបគ្នានោះលោកអុកណងបាននិយាយថាគាត់មិនទាន់ហ៊ានសន្យាអំពីលទ្ធផលនោះទេបើសូមជម្រាបថានៅពេលជួបគ្នានោះដែរគេក៏បានថតរូបនិងថតវីដេអូទុកជាអនុស្សាវរីយ៍ដែលតាមពិតគឺជាការថតបង្ហាញទុកជាភស្តុតាងដើម្បីខ្លាចក្រែងលោកអុកណងកែសម្ដីនិងក៏ជាសាក្សីថាលោកអុកណងបានជួបជាមួយនឹងមន្ត្រីយោធារាជរដ្ឋាភិបាលពិតប្រាកដនោះមែនលោកកែពុងបានមានប្រសាសន៍ប្រាប់លោកអុកណងថាសូមកុំឲ្យគាត់យករឿងនេះប្រាប់លោកនួនជាពីព្រោះនួនជាអាចនឹងសម្លាប់គាត់ដោយសារតែតាពុថៅយៈនួនជានោះគឺជាមនុស្សក្បាលរឹងបំផុតដែលប្រឆាំងនឹងរាជរដ្ឋាភិបាលភ្នំពេញតាការជួបមេខ្មែរក្រហមលោកអុកណនដែលទទួលបន្ទុកខាងហិរញ្ញវត្ថុនេះរួចហើយមានអ្វីប្រែប្រួលថែមទៀតយុទ្ធសាស្ត្រ defeat ភាគទី 9 នឹងមានបន្តនៅសប្តាហ៍ក្រោយទស្សនិកជនកម្មវិធីបណ្ដាញខ្មែរតែមួយ One Khmer Network ផ្សាយជាភាសាខ្មែរនេះពេលនេះចប់ត្រឹមតែប៉ុណ្នេះបណ្ដាញខ្មែរតែមួយនឹងវិលមកជួបទូរទស្សនិកជនវិញនៅសប្តាហ៍ក្រោយ